សំណើរបស់ប្រធានអាស៊ានបដូវវេននេះគាត់ធ្វើឡើងនៅពេលដែលគាត់បានទូរស័ព្ទទៅលោកអនុទិនច័ន្ទវរៈគុលហើយនិងលោកហ៊ុនម៉ាណែតម្ដងទៀតនៅក្នុងពេលថ្មីនេះគឺដើម្បីបញ្ជាក់ចំហនិយាយទៅគាត់ក៏ខំប្រឹងដុតដៃដុតជើងសម្បើមដែរការដែលទៅលោកអនុទិនច័ន្ទវរៈគុលនិងលោកហ៊ុនម៉ាណែតម្ដងទៀតដើម្បីនិយាយគ្នានេះគឺធ្វើនៅក្រៅពេលដែលលោកត្រាំបានជួបលោកអនុទិនច័ន្ទវរៈគុលនិងលោកហ៊ុនម៉ាណែតនិងលោកអាន់វ៉ាអ៊ីប្រាហ៊ីមតាមទូរស័ព្ទរួចទៅហើយកាលពីថ្ងៃទី12នោះហើយលោកត្រាំនឹងក៏បានប្រកាសថាភាគីទាំងពីរនឹងយល់ព្រមឈប់បាញ់ហើយគឺឈប់បាញ់យកត្រឹមថ្ងៃត្រង់ម៉ោង12ថ្ងៃត្រង់នៅឯប្រទេសកម្ពុជានឹងថ្ងៃមិញនឹងឯងដែលវាត្រូវយប់ថ្ងៃទី12កណ្ដាលអាធ្រាត្រនៅឯស្រុកអាមេរិកនៅរដ្ឋធានី Washington ហ្នឹងក៏ប៉ុន្តែអាការបាញ់គ្នាហ្នឹងនៅពេលដែលលោកត្រាំប្រកាសថាភាគីទាំងពីរយល់ព្រមឈប់បាញ់គ្នាម៉ែបាញ់កាន់តែខ្លាំងជាងមុនទៅទៀតទម្លាក់ដាច់ស្ពានមេទឹកអាស្ពានជ័យជំនះហ្នឹងដាច់ជាកំណត់កំណាត់អាស្ពានចាស់ក៏ធ្លាក់ក៏ត្រូវគ្រាប់អាស្ពានថ្មីក៏ត្រូវគ្រាប់សោះផ្ដាច់សម្រាប់ការដឹកស្បៀងឬក៏ការធ្វើដំណើររបស់កម្ពុជាអាគារកាស៊ីណូហ្នឹងក៏បាញ់បំផ្លាញខ្ទេចខ្ទីនិយាយទៅគឺដូចថាបើអត់ទាន់មានកចរចារឿងឬក៏ជជែកបាត់ជប់បាញ់ដូចជាបាញ់ធម្មតាដែរទម្លាក់ចេះទម្លាក់អញ្ចឹងដល់តែពេលគាត់ថាឮថាមានថាព្រមព្រៀងគ្នាជប់បាញ់ស្រាប់តែរត់តែធ្ងន់ដូចតែមិនគិតទៅនយោបាយនេះគឺស្មុកគ្រោកមែនតើបងប្អូនសាក់គិតទៅមើលយើងដូចថាបើយើងនៅក្នុងគ្រួសារដែលមានគេមកប្រាប់យើងថាណែឈប់ឆ្លោះគ្នាបានហើយមានម្នាក់ទាញទៅម្ខាងម្នាក់ទៀតទប់ចេះទៅមកវាយគ្នាបោចសក់គ្នាកាន់តែខ្លាំងទៅវិញនៅពេលដែលគេមានចូលជួយទៅហើយនេះអាកាលតែមិនទាន់ចូលជួយអូខេថាឥឡូវយើងកំពុងតែឆ្លោះគ្នាបើអត់មានអន្តរាគមន៍ដល់មានអន្តរាគមន៍បែរទៅជាធ្ងន់ជាងមុនអញ្ចឹងបានថាបងប្អូនបើយើងអត់យល់ពីនយោបាយគឺយើងអត់យល់អ្វីដែលកើតឡើងយើងចេះតែឆ្ងល់ថាចុះហេតុអីបានជាអញ្ចឹងអានឹងហើយគេហៅថានយោបាយបងប្អូនរឿងព្រំដែននេះគឺជារឿងនយោបាយសុទ្ធសាធអត់មានតាក់ទងរឿងបច្ចេកទេសវាស់បកគោលព្រំដែនអីទេផែនទីយើងមានហើយគឺផែនទីខ្នាត1លើ200,000ពីសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904និង1907នោះអីប៉ុន្តែវារឿងនយោបាយតែថៃមានរឿងអីរឿងផ្ទៃក្នុងគាត់យកមកដាក់នៅណាចឹងទៅហើយយើងចាំតែទទួលថ្មបាក់ចឹងទៅក៏ប៉ុន្តែលោកអាន់វ៉ៃអ៊ីប្រាហ៊ីមគាត់បានទៅនាយករដ្ឋមន្ត្រីទាំងពីរហើយគាត់ទៅសេសារនៅលើបណ្ដាញសង្គម Facebook គាត់អញ្ចេះគាត់ថាក្រោយពីពិភាក្សាជាមួយនឹងលោកប្រធានាធិបតីដូណាល់ត្រាំផងក្រោយពីជជែកជាមួយភាគីពាក់ព័ន្ធដូចកម្ពុជានិងថៃផងដើម្បីបន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែននោះគឺគាត់ក៏បានបន្តទៀតជជែកទៀតជាមួយនាយករដ្ឋមន្ត្រីខ្មែរនិងនាយករដ្ឋមន្ត្រីថៃហ្នឹងហើយក៏បានស្នើទៅភាគីទាំងពីរថាសុំឲ្យយកម៉ោង10យប់នេះត្រូវនឹងថ្ងៃទី13ខែធ្នូនេះជាម៉ោងដែលសន្មតថាយើងឈប់បាញ់គ្នាទៅបានទេនិយាយទៅគឺលោកអាន់វ៉ាអ៊ីប្រាហ៊ីមនឹងបានស្នើសំណើបែបនេះទៅឲ្យកម្ពុជានិងថៃខ្ញុំគ្មានមន្ទិលសំបីតែប៉ុនសរសៃសក់ថាសំណើបែបនេះច្បាស់ជាទទួលដៃ10ពីលោកហ៊ុនម៉ាណែតហើយព្រោះអីកម្ពុជាអណាស់ឲ្យតែបានឈប់បាញ់ទេព្រោះយើងនោះអត់ធ្មត់យូរដែរហើយមិនអញ្ចឹងហ៎អញ្ចឹងខ្ញុំគិតថារឿងតាក់ទងនឹងការចង់ឲ្យស្ងប់ឈប់បាញ់ហ្នឹងខ្ញុំជឿថាកម្ពុជាច្បាស់ជាគ្រប់គ្រង 100% ហើយប៉ុន្តែអត់មានលឺចំហរបស់ថៃនិយាយថាម៉េចទេអញ្ចឹងលោកអាន់វ៉ាអ៊ីប្រាហ៊ីមគ្រាន់តែថាស្នើថាសុំឲ្យឈប់បាញ់ត្រឹមម៉ោង10ហ្នឹងទៅហើយអត់បានដាក់ថាភាគីទាំងពីរយល់ព្រមថាឈប់បាញ់ម៉ោង10ហ្នឹងដែរទេនិយាយទៅព័ត៌មានដែលគាត់និយាយហ្នឹងគ្រាន់តែថាអ្វីដែលសំខាន់បំផុតមួយដែលលោកអាន់វ៉ាអ៊ីប្រាហ៊ីមបញ្ជាក់ហ្នឹងគាត់ថាគាត់ក៏បានស្នើឡើងមួយទៀតគឺឲ្យរៀបចំជាក្រុមស៊ើបអង្កេតឬក៏សង្កេតការឯករាជ្យមួយដែលមានអាស៊ានចូលរួមដែលឲ្យប្រទេសម៉ាឡេហ្នឹងមានទ័ពម៉ាឡេអនុព័ន្ធយោធាម៉ាឡេស៊ីហ្នឹងធ្វើដឹកនាំចឹងទៅដើម្បីចុះទៅតាមដានស្ថានភាពជាក់ស្ដែងនៅទីកន្លែងថាតើការផ្ទុះអាវុធហ្នឹងអ្នកណានាំអាតឬក៏អ្នកណាមិនព្រមឈប់អីចឹងហើយសំណើនេះគឺគាត់ត្រូវការស្នើឲ្យប្រើប្រព័ន្ធផ្កាយរណបទៀតផងគាត់ប្រព័ន្ធផ្កាយរណបហ្នឹងគឺដើម្បីយកមកផ្ទៀងផ្ទាត់មើលថាតើអ្នកណាសម្ឲ្យក្នុងខោឲ្យប្រកាសដូច្នេះបើតាមមើលម៉ាឡេស៊ីហាក់បីដូចជាទាល់តម្រេះដែរថាមិនដឹងថាយកក្រុមសង្កេតការចេះតែចុះទៅនឹងតើបានផលអីតើឥឡូវហ្នឹងទាល់តែបន្ថែមប្រព័ន្ធផ្កាយរណបនឹងមើលបើយើងចុចមើលពីលើអាកាសមើលដល់អ្នកណាដាក់មីនអ្នកណាផ្ទុះមីនអ្នកណាសម្ឲ្យក្នុងខោដើម្បីឲ្យដឹងថាអ្នកណាខូចឲ្យពិតប្រាកដអីចឹងទៅសំណើទាំងអស់នេះគឺគាត់បានដាក់ស្នើឲ្យសុំរៀបចំឲ្យមានជំនួបមួយដែលគាត់បាននិយាយមុននឹងហើយកាលពីថ្ងៃទី12គាត់ថាជំនួបរដ្ឋមន្ត្រីការបរទេសអាស៊ានជាពិសេសវិសាមញ្ញអត់ចាំបាច់ចាំមួយឆ្នាំម្ដងទេព្រោះឥឡូវក្តៅកគុកបែបនេះគាត់ចង់កោះហៅរដ្ឋមន្ត្រីការបរទេសអាស៊ានហ្នឹងឲ្យមកជុំគ្នានៅប្រទេសម៉ាឡេស៊ីដើម្បីជជែកមើលថាតើជួយគ្នាដោះស្រាយរឿងថៃខ្មែរនេះបានយ៉ាងដូចម្ដេចខ្លះហើយគ្រោងធ្វើនៅថ្ងៃទី16ខែធ្នូនេះឯងកិច្ចពិភាក្សាពិសេសរបស់រដ្ឋមន្ត្រីការបរទេសហើយពិសេសហ្នឹងគឺសំដៅទៅលើយកអ្វីដែលជាសំណើរបស់ម៉ាឡេតាក់ទងនឹង
ការដែលនាំឲ្យមានក្រុមសង្កេតការអាស៊ានឯករាជ្យហើយនឹងប្រើប្រព័ន្ធផ្កាយរណបអីដើម្បីតាមឃ្លាំមើលថាអ្នកណាសមោចក្នុងខោហ្នឹងខ្ញុំជឿថាបើធ្វើដូច្នេះបានតាំងពីយូរប្រហែលជាអត់សូវមានបញ្ហាអីដល់ប៉ុណ្ណឹងទេប៉ុន្តែអាស៊ាននេះហាក់បីដូចជាពុំមានទឹកមាត់ប្រៃសោះសំបីតែប្រឹងប្រែងអស់ពីលទ្ធភាពដែរសរសើរគាត់ថាខំប្រឹងប៉ុន្តែមើលទៅដូចជាអត់សូវបានផលដែរដោយសារថៃភាគច្រើនថៃអត់ធ្វើតាមបើកម្ពុជាខ្ញុំជឿថាដូចជាមិនមានបញ្ហាអីទេក្នុងរឿងហ្នឹងមួយបាទឥឡូវនេះគឺដោយសារតែចេញសារបែបនេះគឺធ្វើឲ្យសាធារណមតិទាំងនៅថៃទាំងនៅអីហ្នឹងគេយល់ថាអូម៉ោង10នេះ10យប់នេះថ្ងៃទី13គឺមានបទជប់បាញ់ហើយដោយសារអីលោកអានវ៉ាអ៊ីប្រាហ៊ីមជួបជាមួយអនុទិនច័ន្ទវរៈគុលហើយនឹងជួបជាមួយនឹងលោកហ៊ុនម៉ាណែតបាននិយាយគ្នាអីអញ្ចឹងទៅហើយគិតថាអាហ្នឹងជាការព្រមព្រៀងគ្នា